សំបីតែការបែកគ្នាក៏ជាឱកាសដ៏ល្អសម្រាប់ខ្ញុំបង្ហាញអារម្មណ៍ពិតរបស់ខ្ញុំដែរខ្ញុំបានធ្វើរឿងជាច្រើនសម្រាប់គាត់ហេតុអ្វីបានជាគាត់ចាក់ចេញពីខ្ញុំអ្នកទើបតែស្រឡាញ់គ្នាបាន2 ខែប៉ុណ្ណោះតើអ្នកអាចស្រឡាញ់ខ្លាំងជាងនេះបានយ៉ាងម៉េចអ្នកមិនធ្លាប់ស្រឡាញ់នរណាម្នាក់ខ្លាំងបែបនេះទេប្រាកដណាស់អ្នកមិនយល់ទេថ្ងាសរបស់ខ្ញុំលេចចេញមកប៉ុន្តែខ្ញុំមិនអាចពាក់វាបានទេតើខ្ញុំអាចផ្លាស់ប្ដូរវានៅខាងក្រៅបានយ៉ាងម៉េចព្រោះខ្ញុំនៅខែឧសភាមេសានិងមិថុនាពេលយប់ខ្ញុំពាក់ខោពណ៌ងឹតពេលថ្ងៃនិងពេលយប់ខ្ញុំពាក់ស្រោមជើងរដូវរងាពេលខ្ញុំចេញទៅក្រៅខ្ញុំអាចឈរឬអង្គុយបានខ្ញុំនៅតែអាចនិយាយជាមួយការចងចាំរបស់ខ្ញុំបានខ្ញុំមានអារម្មណ៍ថ្មីមួយចំពោះការរាំខ្ញុំនៅតែអាចរាំបាននៅរដូវក្តៅខ្ញុំអាចផ្លាស់ប្ដូរសម្លៀកបំពាក់បានយ៉ាងលឿនអ្នកមានស្តង់ដារសុវត្ថិភាពអ្នកអាចបានតាមពិតខ្ញុំមិនសូវមានអារម្មណ៍ថាខ្លួនមានវត្តមានទេប៉ុន្តែបើអ្នកធ្វើអ្វីមួយហួសកម្រិតដោយចៃដន្យវាពិបាកនឹងបញ្ចប់ណាស់អ្នកបានប្រាប់ខ្ញុំថាអ្នកត្រូវលេបថ្នាំងមួយដេកទើបអាចគេងលក់បានខ្ញុំមិននឹកស្មានថាអ្នកនឹងធ្វើឲ្យខ្ញុំខកចិត្តទេយើងត្រឡប់មកជាគូស្នេហ៍វិញទៅត្រឡប់មកវិញខ្ញុំមិនចង់ត្រឡប់មកវិញទេបើអីចឹងហេតុអ្វីបានជាអ្នកផ្ញើសារវែងជាច្រើនមកខ្ញុំអ្នកបាននិយាយថាអ្នកមិនអាចរស់នៅដោយគ្មានខ្ញុំបានទេខ្ញុំឥឡូវនេះខ្ញុំមិនខ្លាចអ្នកទៀតទេខ្ញុំមិនគិតថាអ្នកខ្វល់ពីខ្ញុំតតែសោះប៉ុន្តែកាលពីមុនអ្នកកំពុងលេងសើចជាមួយខ្ញុំតើអ្នកមិនសប្បាយចិត្តទេដែលឃើញខ្ញុំបែបនេះខ្ញុំមិនបានធ្វើអ្វីខុសចំពោះអ្នកទេស្នេហាពិតមិនអាចយកមកលេងសើចបានទេត្រូវស្មោះត្រង់ចំពោះគ្នាសូមចុច like និងចុច share follow ផងដើម្បីបានវីដេអូថ្មីតើអ្នកដឹងទេថាមនុស្សដែលមានបុគ្គលិកលក្ខណៈបែបសម្ដែងក្នុងស្នេហាមានលក្ខណៈយ៉ាងណាពូជាល្អចំពោះខ្ញុំណាស់ខ្ញុំមិនអាចរស់នៅដោយគ្មានគាត់បានទេអ្នកពិតជាផ្អែមល្ហែមណាស់មិត្តស្រីរបស់ខ្ញុំស្ដាប់ខ្ញុំពូកែនិយាយពាក្យដែលមើលទៅដូចជាគ្មានមេត្តាដើម្បីបង្ហាញថាខ្ញុំស្រឡាញ់គាត់ខ្លាំងណាស់ហេតុអ្វីបានជាអ្នកមិនឆ្លើយទៅមកខ្ញុំតែងតែផ្ញើសារច្រើនដើម្បីធ្វើឲ្យម្ខាងទៀតមានអារម្មណ៍ថាខ្ញុំត្រូវការគាត់ខ្លាំងណាស់អូនសម្លាញ់ខ្ញុំគ្រាន់តែលេងហ្គេមប៉ុណ្ណោះខ្ញុំមិនមានបំណងមិនអើពើនឹងអ្នកទេតាមពិតទៅខ្ញុំមិនខ្វល់ពីអ្វីដែលម្ខាងទៀតនិយាយទេទីបំផុតអ្នកក៏ឆ្លើយមកខ្ញុំបារម្ភពីអ្នកខ្លាំងណាស់ខ្ញុំចូលចិត្តបំភ្លឺអារម្មណ៍របស់ខ្ញុំហើយធ្វើខ្លួនដូចជាជនរងគ្រោះដើម្បីទាក់ទាញការចាប់អារម្មណ៍ពីម្ខាងទៀតខ្ញុំជាសាច់ញាតិរបស់អ្នកហេតុអ្វីបានជាអ្នកទិញការ៉េមឲ្យខ្ញុំបើមានអ្នកក្រៅនៅទីនេះខ្ញុំនឹងកាន់តែភ្ញាក់ផ្អើលខ្ញុំគិតថាអ្នកមិនខ្វល់ពីខ្ញុំតតែសោះតើអាចទៅរួចយ៉ាងម៉េចអូនសម្លាញ់ខ្ញុំសុំទោសខ្ញុំភ្លេចឃើញទេនាងមានមិត្តប្រុសច្រើនពេកអ្នកតែងតែនិយាយថាអ្នកនឹងមិនផ្លាស់ប្ដូរយើងទាំងអស់គ្នាស្ងប់ចិត្តសិនខ្ញុំសុំទោស